បច្ចុប្បន្ននេះប្រជាជនយើងមួយចំនួនធំគាត់មានជីវភាពធូរធារមានលទ្ធភាពទិញរបស់របរប្រើប្រាស់ល្អចឹងអ្នកខ្លះក៏ទិញឡានទិញអីចឹងទៅចឹងបងប្អូនដែលមានឡានជិះណាបងប្អូនបើសិនមានបញ្ហាអីតិចតួចដូចជាផ្សែងឡានឃើញបងប្អូនឃើញឡាននេះវាចេញផ្សែងតាមកំពង់ស៊ីម៉ាំងហ្នឹងអត់បងប្អូនចឹងយើងអាចដោះស្រាយបញ្ហារបស់ខ្លួនឯងបានយើងមិនចាំទៅចូលជាងអីអស់លុយអញញ៉ៃច្រើនរងចាំគេយូរទេចឹងបងប្អូនដោះតែខ្ចៅវាមួយមកនេះបងប្អូនឃើញអាខ្ចៅកន្លែងគេតទៅយកវាហ្នឹងចឹងដោះខ្ចៅហ្នឹងយកមកយកអានេះគេហៅថាថ្នាំបាញ់ច្រេះចឹងយកមកវាបាញ់អាខ្ចៅហ្នឹងឲ្យចេញច្រេះហ្នឹងអស់ទៅបងប្អូនយកទៅមួលវាដាក់វិញទៅទៅមួលហើយតើអាផ្សែងឡានដែលចេញតាមកំពង់ស៊ីម៉ាំងហ្នឹងវាបាត់អត់ណាបងប្អូនចឹងបើតាមនៅក្នុងវីដេអូនេះប្រហែលជាបាត់ហើយព្រោះអីគេផ្លុំចេញអស់ហើយចេញអាស្នឹមខ្មៅនឹងអស់ហើយឥឡូវគេដាក់តយោនឹងវិញហើយខ្ញុំមិនសូវស្គាល់ដែរបងប្អូនណាព្រោះអត់ដែលមានឡានជិះផងចឹងអត់សូវស្គាល់គ្រឿងក្រៅឡាននេះទេឥឡូវយើងទៅមើលទាំងអស់គ្នាជិះមើលវាចេញផ្សែងខ្មៅមកទៀតអត់តាមកំពង់ស៊ីម៉ាំងហ្នឹងណាឥឡូវយើងឃើញថាអត់ចេញទេពិតជាល្អរបស់គេ